សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលចង់បដូរមុខរបរមកធ្វើជាជាងកញ្ចក់នៅសហរដ្ឋអាមេរិកហើយមានចម្ងល់ថាតើមុខរបរមួយនេះអាចផ្ដល់ចំណូលជាមធ្យមចំនួនប៉ុន្មានក្នុងមួយឆ្នាំអញ្ចឹងបងប្អូនអាចតាមដានវីដេអូមួយនេះពីដើមដល់ចប់ទាំងអស់គ្នាបាទបងប្អូនបើសិនជាយើងតាម website ZipRecruiter គឺ Commissioner Technician Salary បានន័យថាជាងកញ្ចក់ដែលស៊ីកុំសងហ្នឹងគឺក្នុងមួយឆ្នាំជាមធ្យមរកបាន$43,149បើសិនជាយើងគិតជាម៉ោងជាមធ្យមបាន$21ហើយបើសិនជាយើងមានចំណេះខ្លាំងមានបទពិសោធន៍ចេះធ្វើគ្រប់មុខគ្រប់ម៉ាកកញ្ចក់ទាំងអស់អាចរកបានឡើងដល់50,000 60,000 60,000 ជាដើមតាមបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំធ្លាប់មានជាងកញ្ចក់ធ្វើការមួយខ្ញុំហ្នឹងគេអាចរកបានដល់8,000 ក្នុងមួយខែបើសិនជាយើងធ្វើការនៅហាងកញ្ចក់ដែលដាច់ខ្លាំងហើយនៅខែក្តៅណាហ្នឹងហើយចំពោះ map នេះដែរគឺខ្ញុំសូមបង្ហាញបងប្អូនជាងកញ្ចក់ដែលមកពីរដ្ឋដូចជា New York North Dakota Washington State Alaska Colorado Massachusetts ជាដើមនេះរដ្ឋដែលមានពណ៌ខៀវដុតនេះសុទ្ធតែជាជាងកញ្ចក់ដែលគាត់អាចរកបានចំណូលច្រើនជាងរដ្ឋផ្សេងៗទៀតដូច្នេះបងប្អូនអាចពិចារណាមើលទៅថាគួរតែចាប់យកមុខរបរនេះឬក៏អត់សូមអរគុណ